ការចម្អិនអាហារដាក់នៅក្នុងពងមាន់ឬក៏ពងទាអញ្ចឹងគឺយើងត្រូវការពងមាន់ពងទារបស់យើងនឹងយើងយកតែសម្បកទេដើម្បីយើងយកមកដាក់ចម្អិនជាមួយនឹងបង្គាហើយនឹងបន្លែរបស់យើងអញ្ចឹងបន្ទាប់មកគឺយើងយកពងទារបស់យើងឬក៏ពងមាន់របស់យើងនឹងយកមកយើងគោះយកពងវានៅខាងក្នុងនឹងចេញអស់មកអញ្ចឹងនៅពេលដែលយើងគោះចេញអស់ហើយគឺយើងលាងសម្បកនឹងឲ្យស្អាតមកនៅពេលដែលយើងលាងសម្បកនឹងស្អាតហើយគឺយើងយកសម្បកយើងនឹងយកទៅស្ងោរទៀតស្ងោរវាឲ្យវាចេញអាពណ៌សនឹងចេញអស់មកហើយយើងលាងសម្អាតវាស្អាតមកនៅពេលដែលស្អាតហើយគឺយើងដាក់បន្លែស្រូបបន្តិចមកមានពោតមានការ៉ុតហើយមានសណ្តែកខៀវហ្នឹងយើងស្រុះវាឲ្យឆ្អិនមកហើយនឹងបង្គារបស់យើងស្រុះឲ្យឆ្អិនមកនៅពេលដែលឆ្អិនហើយគឺយើងយកម្សៅសារាយរបស់យើងហ្នឹងដាក់មកឲ្យវារលាយមកយើងដាក់ចូលទៅក្នុងទឹកកូរបែបហ្នឹងដើម្បីឲ្យវាពុះនៅពេលដែលពុះហើយគឺយើងយកមកចាក់ចូលជាមួយនឹងពងមាន់ពងទារបស់យើងសបកហ្នឹងយើងដាក់បន្លែដាក់បង្គារបស់យើងចូលទៅក្នុងហ្នឹងទៅហើយយើងចាក់ទឹកនឹងចូលទៅតែម្ដងទៅអញ្ចឹងចាក់បន្តតែអស់មកនៅពេលដែលអស់ហើយយើងទុកឲ្យវាត្រជាក់មកនៅពេលដែលត្រជាក់មកវាចេញរូបរាងបែបហ្នឹងរសជាតិឆ្ងាញ់ហើយគឺរូបរាងវាស្អាតទៀតចាបងប្អូនអាចសាកធ្វើដោយខ្លួនឯងសាកមើលប្រហែលកូនចូលចិត្ត